សួស្តីបងប្អូនទាំងគ្នានឹងឲ្យគ្រាន់តែបើកបាវីដេអូមកយ៉ាងញ៉ៃញ៉ៃហើយបងប្អូនប្រកាសជាឆ្ងល់ហើយថាពួកខ្ញុំជុំគ្នានឹងមានកម្រងទៅណាឥឡូវបងប្អូនចាំស្ដាប់អូនលីកានិយាយទាំងអស់គ្នាលីកាចាណាទៅលេងទឹកឆាវ៉ាវទឹកឆានៅណានៅបងបងចាឥឡូវខ្ញុំមកសួរមករាម្ដងបងប្អូនថាគាត់ទៅណាអញ្ចឹងណាម៉ែបាទហ្នឹងទៅណាទៅទឹកឆាកំពង់ចាមលេកំពង់ចាមមែនបាទតាមពិតទឹកឆានៅកំពង់ចាមឯងបងប្អូនមិនមែននៅកំពង់សោមដោយអូនលីកាថាទេតាមពិតអូនលីកាប្រាំងបងប្អូនតាឥឡូវតួយើងដើរមកបងប្អូនខ្ញុំមើលពីចង្អាយខ្ញុំស្មានតែពីណាគេដើរមកស្ទង់មើលសឹងតែមិនស្គាល់តាមពិតចេតៃសោះមិនដើរធ្វើដល់តួអត់មានឡានយកទៅយកចាប់ហើយអុយចាំនេះឆ្ងាយអត់ឆ្ងាយដើរផាប់កន្លះម៉ោងអូណាចុកជើងរួយចូលដាច់ខ្ញុំសតដល់បងប្អូនអើយហើយតែចង់ទៅដើរលេងមានអ្នកណាសុកចិត្តដើរពីផ្ទះមកកន្លះម៉ោងហើយកន្លែងមកមើលយីតៃនេះវិញបងប្អូនហើយគេមិនតន់ទាំងបានឡើងឡានផងគាត់ឡើងបានមុនគេហើយយើងទៅសួរគាត់ទាំងអស់គ្នាថាគាត់ឡើងឡានលឿនម៉េចឡានមុនគេខ្លាចគេឲ្យទៅឯងនឹងមុនប៉ុនឡានមើលមុខឯងនឹងមុនប៉ុនឡានមើលមុខខ្លាចគេឲ្យទៅហេខ្លាចគេឲ្យទៅទេឯងទេខ្លាចមើលទៅផ្ទះមកទៅចឹងបីពីណាមើលខ្លាចទៅហេខ្លាចគេឲ្យទៅទេឯងទេខ្លាចមើលទៅផ្ទះមកទៅចឹងបីពីណាមើលមិនស្រីមនុស្សមួយទៅឯងទៅនឹងមើលទេពួកខ្ញុំម្នាក់ខំតែភ័យស្មានបាត់គាត់ទៅណាអញ្ចឹងបងប្អូនឲ្យលើចូលមកដល់ក្នុងឡាននេះវិញម្នាក់និយាយថាញញឹមបិទមាត់មិនចិត្តទេជាពិសេសខ្ញុំនឹងហ្មងជាងគេជាងឯងឥឡូវតែនិយាយដល់កន្លែងដើរលេងបាត់បងប្អូនហើយនេះមេធំគាត់ក៏ពោទិញសវត្ថឲ្យយើងចូលលេងហើយកន្លែងនេះដែរតើយើងទិញសវត្ថបានគេឲ្យចូលអូនលីកាគាត់ទិញសវត្ថឲ្យពេលបាត់ចាំយូរឯងបងប្អូនមកអង្គុយក្បែរតុក្កតានេះធ្វើមុខធ្វើមាត់ធ្វើ style ដូចតុក្កតាដើម្បីឲ្យប៉ាថតឲ្យអីចឹងណាហើយឥឡូវដល់វគ្គយើងដើរមើលក្នុងសួននេះបងប្អូនចង់នៅក្នុងសួននឹងមានអីគេខ្លះតោះទៅទស្សនាមួយខ្ញុំទាំងអស់គ្នាបងប្អូនហើយខ្ញុំពីអ្នកអូនលីកានេះដើរអូនលីកាក៏ឃើញកពើគាត់ថាអីអើយកពើធំមកហើយខ្ញុំមិនដែរស្មានថាកពើមែនតែនតាមពិតកពើថ្មបងប្អូនបន្ទាប់ពីពួកខ្ញុំដើរមើលសពអស់ហើយបងខ្ញុំក៏នាំពួកខ្ញុំនឹងទៅមើលមកកន្លែងទៀតព្រោះអីយើងមកនេះមិនមែនមកតែមកកន្លែងហ្នឹងទេឥឡូវពួកខ្ញុំក៏បានមកដល់មកកន្លែងទៀតហើយបងប្អូនហើយបងថ្លៃខ្ញុំគ្រាន់តែមកដល់ភ្លាមគាត់កំងមកហើយយើងមកហូបជុំគ្នាឥឡូវមកហូបយើងក៏បានមកដល់ហើយមើលតែមាត់យាយយើងក៏ដឹងតែឆ្ងាញ់ប៉ុណ្ណាដែរបងប្អូនហើយជាពិសេសនៅមាត់ទឹកអញ្ចេះទៀតរឹតតែឆ្ងាញ់ហើយបន្ទាប់ពីហូបអីជុំគ្នាហើយពួកខ្ញុំម្នាក់ក៏មិនចាំយូរដែរបងប្អូនហើយឃើញទឹកតនើងពេកធំបានក៏ចូលលេងគេទៅមានអីបងប្អូនហើយចូលទៅតែជាស្រួលណាពីអ្នកយីតុយបងហើយទៅផ្ទះវិញមានចង់ទៅឯណាហើយបន្ទាប់ពីពួកខ្ញុំចេញពីកន្លែងទឹកមកបងថ្លៃខ្ញុំក៏គាត់បាននាំពួកខ្ញុំនឹងញ៉ាំសាច់អាំងម្ដងព្រោះអីគាត់ឃើញម្នាក់លេងទឹកអស់កន្លងដល់ពេលអញ្ចឹងទៅក៏គាត់បើបន្តិចទៅហើយមកមុខអូលីកាវិញញញឹមអត់សូវស្រស់ឲ្យបងប្អូនព្រោះអីគាត់ពុលឡានរួចកលេចមកមើលទឹកខាងនេះវិញនិយាយពីថាម្នាក់សកម្មដល់កឲ្យបងប្អូនអស់កន្លងដល់ពេលអញ្ចឹងទៅមានឯណាបានមេប៉ាវចូលអញ្ចេះទៀតនិយាយពីថាចាប់ខ្វែងដៃគ្នា